ជីដូនម្នាក់នឹងចៅស្រីតូចរបស់គាត់រស់នៅក្នុងភូមិស្ងប់ស្ងាត់និងសាមញ្ញមួយនៅជនបទថ្ងៃមួយដែលមើលទៅដូចជាថ្ងៃធម្មតាមានរឿងចម្លែកមួយបានកើតឡើងមាន់របស់គ្រួសារនោះចាប់ផ្ដើមធំឡើងមិនដល់មួយសប្តាហ៍ផងវាបានធំស្មើនឹងសត្វអូទ្រីសជីដូនសប្បាយចិត្តខ្លាំងណាស់មាន់មួយក្បាលនេះអាចជួយខ្ញុំដឹកអស់រុញរទេះនិងសម្អាតសួនច្បារបានហើយប៉ុន្តែចៅស្រីអាយុ5ឆ្នាំមិនសប្បាយចិត្តទេរាល់ពេលនាងឃើញមាន់ត្រូវបង្ខំឲ្យធ្វើការមិនឈប់នាងតែងតែយំលោកយាយសូមកុំធ្វើបាបមាន់អីវាក៏ចេះហត់ដែរប៉ុន្តែគ្មាននរណាម្នាក់ស្ដាប់ក្មេងស្រីតូចនោះឡើយអ្នកជិតខាងនិងសាច់ញាតិតែងតែមកខ្ចីមាន់យកទៅប្រើប្រាស់ដោយសារជីដូនមានចិត្តល្អគាត់តែងតែឲ្យខ្ចីជានិច្ចរៀងរាល់ចុងសប្តាហ៍រឿងដដែលក៏កើតឡើងជីដូនសម្លាប់មាន់មួយក្បាលដើម្បីរៀបចំពិធីជប់លៀងផ្ទះពោពេញទៅដោយភ្ញៀវសាច់ញាតិមកជួបជុំគ្រប់គ្នាញ៉ាំអាហារសើចសប្បាយអោបគ្នាហើយត្រឡប់ទៅផ្ទះវិញចៅស្រីតែងតែនិយាយថាលោកយាយធ្លាប់សន្យាថានឹងមិនសម្លាប់មាន់ធំនេះទេណាជីដូនក៏តែងតែសន្យាវិញរហូតដល់ថ្ងៃអាទិត្យមួយមកដល់នៅក្នុងសួនមិនមានសត្វណាមួយនៅសល់ទៀតឡើយជំរឿតែមួយគត់គឺមាន់យក្សនោះជីដូនមើលទៅចៅស្រីរួចនិយាយថាទៅហៅសាច់ញាតិទាំងអស់មកអាហារថ្ងៃត្រង់ចិត្តរួចហើយក្មេងស្រីចេញទៅតាមផ្លូវក្នុងភូមិដើរគោះទ្វារពីផ្ទះមួយទៅផ្ទះមួយព្រមទាំងផ្ទះដៃហៅនិងស្រែកថាជួយផងផ្ទះលោកយាយខ្ញុំកំពុងឆេះប៉ុន្តែគ្មាននរណាម្នាក់មកជួយសោះពេលនាងត្រឡប់មកវិញនាងក៏ជួយរៀបចំតុអាហារដូចធម្មតាដល់ពេលថ្ងៃត្រង់ក៏នៅតែគ្មាននរណាមកជីដូនមានការងឿងឆ្ងល់ហើយសួរថាចៅសំឡាញ់ចៅបានទៅហៅគ្រប់គ្នាហើយឬនៅក្មេងស្រីមើលទៅលោកយាយដោយកែវភ្នែកមុតមមហើយឆ្លើយថាចាស់លោកយាយប៉ុន្តែខ្ញុំប្រាប់ពួកគេថាផ្ទះលោកយាយកំពុងឆេះហើយគ្មាននរណាម្នាក់មកជួយទេព្រោះជីវិតវាបែបនេះហើយលោកយាយដរាបណាលោកយាយនៅមានអ្វីឲ្យគេអ្នកទាំងអស់គ្នានឹងមកនៅក្បែរនិងស្រឡាញ់លោកយាយប៉ុន្តែបើពួកគេគិតថាលោកយាយកំពុងជួបបញ្ហាពួកគេនឹងទុកលោកយាយឲ្យនៅម្នាក់ឯងមេរៀននៃរឿងនេះគឺចូលរៀនស្គាល់ឲ្យច្បាស់ថានរណាមករកអ្នកព្រោះអាហារនិងផលប្រយោជន៍ហើយនរណាមករកអ្នកព្រោះគេស្រឡាញ់អ្នកពិតប្រាកដមិនមែនគ្រប់ស្នាមញញឹមសុទ្ធតែជាក្តីស្រឡាញ់ទេមិនមែនគ្រប់ការអោបសុទ្ធតែជាសេចក្តីស្នេហាឡើយមនុស្សដដែលដែលធ្លាប់មកផ្ទះអ្នកពេញនៅពេលដែលអ្វីគ្រប់យ៉ាងដំណើរការល្អអាចជាមនុស្សដំបូងដែលបាត់ខ្លួននៅពេលអ្នកត្រូវការពួកគេបំផុតចូលឲ្យតម្លៃមនុស្សណាដែលសុខចិត្តនៅជាមួយអ្នកទោះបីជាតុអាហាររបស់អ្នកទទេក៏ដោយហើយប្រសិនបើអ្នកគឺជាមនុស្សដែលសុខចិត្តជ្រើសរើសផ្ដល់ភាពស្មោះត្រង់ជាជាងស្វែងរកផលប្រយោជន៍សូមខមមិនរូបបេះដូងហើយចែករំលែករឿងនេះទៅកាន់មនុស្សដែលសមនឹងអង្គុយក្បែរអ្នកមិនថាអ្នកជាអ្នកមានឬគ្មានអ្វីផ្ដល់ឲ្យក៏ដោយប្រសិនបើអ្នកចូលចិត្តរឿងនេះសូមជួយចែករំលែកនិង follow page ដើម្បីបានទស្សនារឿងល្អទាំងនេះនាពេលក្រោយៗទៀត